មានពុកម៉ែបងប្អូនយើងមួយចំនួនហ្នឹងបានត្រីធំសាច់ឆ្ងាញ់ហ្នឹងគឺមិនសូវចង់ប្រហែលទេចូលចិត្តណាស់ប្រភេទកូនត្រីចង្វាលាយពងត្រីមានក្តាមមានខ្យងមានកពឹសអីចឹងស្លម្ជូរស្រែដាក់ម្អមអីញិចម្ទេសហិលអីនេះអូអានេះគឺលេខ1ហើយនៅរំយោលនេះឥឡូវនេះគាត់ចេញមុខម្ហូបថ្មីរបស់គាត់ស្លម្ជូរស្រែនេះគាត់រៀបចំបន្លែត្រីសាច់ក្តាមខ្យងអីរបស់គាត់នេះដាក់នៅលើឆ្នាំងជុំវិញចឹងមកហើយគាត់ស្លទឹកស្លម្ជូររបស់គាត់ចាក់ដាក់ក្នុងឆ្នាំងចឹងមកលើកឲ្យបងប្អូនស្លខ្លួនឯងចឹងហើយសម្រាប់បងប្រុសដែលមានប្រពន្ធមិនសូវចេះធ្វើម្ហូបអីហ្នឹងបងប្អូនអាចនាំគាត់មកញ៉ាំស្លម្ជូរនៅរំយោលនេះបានដើម្បីតេស្តសមត្ថភាពលើកស្លមួយឆ្នាំងឲ្យគាត់មើលថាគាត់ស្លបែបម៉េចដាក់បន្លែមុនឬដាក់សាច់ត្រីអីមុនអីចឹងណាហើយនៅរំយោលនេះគឺជាកន្លែងមួយដែលលក់ម្ហូបខ្មែរសកម្មខ្លាំងមែនទែនថ្ងៃត្រង់ណាបងប្អូនដោយតែឃើញសកម្មភាពភ្ញៀវចូលចឹងហើយបុគ្គលិករត់ខ្វែងដៃខ្វែងជើងដោយសារតែម្ហូបខ្មែររបស់គាត់នៅនឹងឆ្ងាញ់ហើយគេមករកនៅនឹងហើយម្ចាស់ហាងបងស្រីគាត់ផ្ដាំថានេះប្រភេទសត្វស្លាបគ្មានអីខ្លាំងជាងកងាននេះទេបងប្អូនប្រភេទសាច់កងាននេះជាសាច់ពៅកម្លាំងខ្លាំងមែនទែនហើយសម្រាប់មនុស្សប្រុសអានេះគាត់ថាពៅខ្លាំងសម្រាប់ប្រុសគាត់តេស្តហើយគាត់ចែករូបមន្តថ្មីរបស់គាត់នេះគឺយកកងានមួយ3 4គីឡូរបស់គាត់អាធំនេះបងប្អូនគាត់ថាមួយនេះចូល$50គាត់ថាកងានមួយណាគាត់យកមកផ្លែសាច់ចេះច្រាមលាយជាមួយនឹងគ្រឿងក្នុងរបស់គាត់នេះគាត់យកមកដាក់ស្ងោរឲ្យវាឆ្អិនប្រហែលជា20នាទីហ្នឹងបានគាត់ស្រង់យកមកធ្វើឡាបបងប្អូនគាត់ស្រង់មកវាយគ្រឿងមានម្ទេសហុយមានកលីងមានជីមានអីចឹងមកដាក់ម្ទេសអីរបស់គាត់នេះមកអូគាត់វាយគ្រឿងអែមណាស់បងប្អូនហើយចាក់មកមានបន្លែមានអីហ្នឹងដាក់ចានចេះហើយគាត់ថាពៅហើយគាត់តេស្តហើយអញ្ចឹងបងប្អូនចង់ដឹងថាពៅមែនអត់ទៅសាកដែរហើយឆ្ងាញ់មែនបងប្អូនពៅមែនខ្ញុំសាកហើយអញ្ចឹងហើយសម្រាប់ម្ហូបខ្មែរនៅនេះបងប្អូនអាចរើសបានច្រើនប្រភេទបងប្អូនចង់ប្រភេទជ្រូកស្រែអាំងអីរបស់គាត់នេះក៏មានដែរហើយមុខម្ហូបថ្មីអីរបស់គាត់នេះប្រហិតត្រីចៀនគាត់យកប្រហិតត្រីក្រាយហ្នឹងយកមកច្របល់ជាមួយនឹងគ្រឿងរបស់គាត់នេះដាក់ចៀនភ្លាមហ្មងលើកដាក់ចានឲ្យបងប្អូនហើយម្ហូបច្រើនណាស់បងប្អូនមើលតែសកម្មភាពភ្ញៀវរបស់គាត់ហើយនឹងបុគ្គលិកចុងភៅអីហ្នឹងចេញម្ហូបអីហ្នឹងបុបបាក់អូច្រើនមែនតែខ្ញុំមិនដែលឃើញហាងណាលក់ដាច់ចេះទេគឺលក់ដាច់របស់គាត់មែនអានេះគឺជាសកម្មភាពពិតហ្មងរត់ខ្វែងដៃខ្វែងជើងប៉ុន្តែសេវាកម្មហើយនឹងអនាម័យរសជាតិម្ហូបអីរបស់គាត់អែមបងប្អូនបងស្រីគាត់ថាគាត់មិនមែនលក់តែម្ហូបទេគាត់លក់ទាំងបេះដូងទៀតដោយសារតែមុខម្ហូបមិនថាត្រីសាច់បន្លែបកាអីហ្នឹងគឺគាត់ចុះទៅដល់តាមភូមិតាមស្រុកប្រមូលទិញហើយគាត់មានស្តុកអីវ៉ាន់អីរបស់គាត់ត្រឹមត្រូវបងប្អូនប្រមូលទិញត្រីអីគាត់មានសកម្មភាពអីណាចុះទូកចុះអីទៅទិញត្រីទិញអីតាមទន្លេតាមអីទៀតបងប្អូនដើម្បីបានត្រីទន្លេត្រីស្រស់អីចឹងទៅយកមកចែកជូនបងប្អូនហើយគាត់គិតគូរមែនតើទាំងបន្លែត្រីសាច់អីហ្នឹងគឺធានាបងប្អូនហើយសប្តាហ៍ថ្ងៃនេះហាងរំយល់គាត់មានដល់2សាខាបងប្អូនហើយសាខាដែលខ្ញុំកំពុងតែបង្ហាញបងប្អូននេះនៅខាងម្ដុំស្តុបបូកូចាំខ្ញុំដាក់ទីតាំងព័ត៌មានឥតបង្ហាញបងប្អូននៅក្នុងខមមិនដែរហើយទីតាំងរបស់គាត់មួយទៀតនៅខាងតំបន់ទូកោកបងប្អូនហើយគ្រប់ទីតាំងរបស់គាត់ទាំងអស់ហ្នឹងតែងតែមានដាក់បង្ហាញនេះមាននំពុំមានអីចឹងទៅមានផ្លែឈើមានម្ជូរមានអីគាត់ដាក់លក់នៅខាងមុខហ្នឹងហើយសម្រាប់បងប្អូនដែលញ៉ាំបាយថ្ងៃត្រង់ហើយហ្នឹងចង់បានបង្អែមអីនេះក៏មានដែរណែបងប្អូនប្រភេទអាកោខ្ទិះអីរបស់គាត់ហ្នឹងគឺដាក់ចំហុយនៅមុខហាងហ្នឹងឲ្យបងប្អូនយើងដែលចូលទៅញ៉ាំបាយហ្នឹងឃើញហ្មងអាចញ៉ាំបាយហើយហ្នឹងគឺយើងកំងមួយចានចឹងទៅអ្នកដែលចង់ខ្ចប់យកទៅ office ឬមួយខ្ចប់ទៅផ្ទះអីក៏បានដែរគាត់មានប្រភេទអាកោខ្ទិះអីរបស់គាត់នេះហើយជាមួយនឹងបាញ់អិចរបស់គាត់នេះពុជភ្លាមចំហុយភ្លាមហើយគាត់មានអាចកច័ន្ទទឹកតយអីណារបស់គាត់អូបង្អែមអីរបស់គាត់បកែមែនសរសើរគាត់បងស្រីគឺគាត់បកែរឿងម្ហូបខ្មែរហើយនឹងនំខ្មែរហើយដោយតែបងប្អូនឃើញការតុបតែងរៀបចំនៅកន្លែងរបស់គាត់គឺស្អាតអនាម័យ clean មែនតើហើយភ្ញៀវរបស់គាត់ច្រើនណាស់ពេញហើយចុងភៅអីហ្នឹងបងប្អូនឃើញនេះសកម្មភាពខ្វាត់ខ្វែងទាំងអស់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ